បាទសួស្តីមិត្តជាងបាទនៅក្នុងដៃខ្ញុំនេះគឺទូរស័ព្ទ Huawei បាទវាជាប់កូដអញ្ចឹងបាទហើយយើងត្រូវ reset លេខកូដនឹងចោលអញ្ចឹង Huawei អត់មានចាំបាច់ប្រើឧបករណ៍អីមក reset ទេ Huawei ហើយនឹង Samsung នេះគឺបើជាប់កូដដៃអញ្ចឹងឬក៏ជាប់ pattern lock អា pattern lock អាចគូសមានពង9ពងឲ្យយើងគូសចោះគូសឡើងនោះណាបាទគេហៅ pattern lock ឬក៏យើងសរុបទៅថា lock screen ចុះថា user lock ចុះ Samsung ហើយនឹង Huawei មិនចាំបាច់ប្រើឧបករណ៍អីទេយើងគ្រាន់តែបន្លត់ទូរស័ព្ទនឹងឲ្យរលត់ទៅហើយដាក់វាទៅ recovery mode ហើយយើងអាច web user data វាបានហើយអញ្ចឹងឥឡូវខ្ញុំធ្វើទៅលើ Huawei នេះជាមួយយើងបន្លត់វាសិនបាទ Huawei គ្រាន់បើបន្តិចត្រង់ថាយើងបន្លត់វាទៅវារលត់ប៉ុន្តែបើស៊េរីខ្លះ model ខ្លះដែលវា version ខ្ពស់ឬក៏ Samsung ដែល version ខ្ពស់អីហ្នឹងมันអាចបន្លត់ធម្មតាចឹងបានទេដល់តែយើងចុច power បូកនឹង volume ដក U ទៅបើវារលត់ប៉ុន្តែវារលត់ភ្លាមវានឹងបើកចេញវិញភ្លាមអញ្ចឹងដើម្បីដាក់ទៅ recovery mode យើងត្រូវតលះចុច volume ដកជាមួយ power U ឲ្យវារលត់ហើយដៃយើងរំកិលទៅ home key ហើយជាមួយនឹង volume up volume ឡើងលើណាឲ្យវាលះមែនទែនហ្មងបានទៅរួចហ្នឹងហើយអាហ្នឹងនិយាយពី Samsung ឥឡូវយើងនិយាយពី Huawei នេះជាក់ស្ដែងគឺយើងបានបន្លត់វាហើយអញ្ចឹងយើងដាក់ទៅ recovery mode យើងចុច Huawei និយាយទូទៅណានិយាយទូទៅហ្មងចុច power មុនហើយចុចឲ្យរាប់1 2 3បានយើងចុច volume up អញ្ចឹងមើលខ្ញុំចុចត្រៀមដៃឯងចុច1 2 3ហើយបានចុច volume up អញ្ចឹងបាទហើយរងចាំវាខ្ញុំចុច2 key យើងចុច power 1 2 3ហើយបាន volume up ហើយដល់ពេលវាចេញ logo Huawei អញ្ចឹងយើងលេង power ហើយដៃយើងតប volume up នៅតបដដែលអញ្ចឹងណាចាំមើលបន្តិចវាចូលទៅ recovery mode បានមែនអត់បាទនេះហើយគេហៅ mode recovery mode នោះអញ្ចឹងយើងចូលមកដល់ recovery mode ហើយយើងចុចសញ្ញាចុចក្រោមដើម្បីយកពាក្យថា web data នេះ factory reset នេះបាទរួចហើយយើងចុច power ដើម្បី select យកហើយវាចេញបន្តទៅទៀតឲ្យយើងចុចសញ្ញាលីមចុចក្រោមទៀតបាទហើយចុច power ទៀតដើម្បី select យកថាឲ្យព្រមឲ្យ web បាទចុចទៀតទៀមប្រហែលដងហ្នឹង2 3ដងត្រឹមបានដល់កន្លែងហ្នឹងបាទនេះគឺវាកំពុងតែ factory reset ដែរអញ្ចឹងមិញយើងផលិតទូរស័ព្ទហើយយើងចុចផលិតទូរស័ព្ទឲ្យរលត់ស្រួលបួលហើយបានយើងចុច power key ចុច power រាប់វាណារាប់ឲ្យលះ1 2 3ដល់3ភ្លាមគឺទៅថែម key មួយទៀតគឺ key ឡើងលើ key volume up ណាបាទគឺ Huawei និយាយទូទៅខ្ញុំចំណាំមើលចុចតែចឹងទៅត្រូវប៉ុន្តែវាមាន Huawei ស៊េរីទៀតខ្លះទៀតដែលប្រើ CPU MTK ស៊េរីចាស់ស៊េរីអីហ្នឹងអាហ្នឹងវាដូចទូរស័ព្ទចិនអញ្ចឹងអាខ្លះត្រូវចុច volume up ហើយបានចុច power តាមក្រោយអាខ្លះទៀតចុច volume down ហើយបានចុច power តាមក្រោយអញ្ចឹងវាយើងនិយាយតែ mode យើងទំនើបតិចទេណាដែលយើងចុចដូចមិញណាចុច power មុនហើយចុច volume ក្រោយនេះចុច power រាប់1 2 3ហើយចុច volume ឡើងលើអានេះ mode ទាំងខ្ពស់គួរសមមិនធ្វើអញ្ចឹង mode កញ្ចាស់ប្រើ CPU MTK ហ្នឹងមានតែចុចរាវទៅដូចបោះចិនអញ្ចឹងឯងបាទប៉ុណ្ណឹងទៅវាជំរះទិន្នន័យទាំងទិន្នន័យដែលម្ចាស់មាននៅក្នុង hard disk របស់វាហ្នឹងហើយដោយទាំងកូដដៃនឹងផងតែចាំមើលយើងថតប៉ុណ្ណឹងចុះហើយចាំមើលពេលបើកចេញមកវិញហ្នឹងខ្ញុំចុចនិចទៅចាំមើលវាជាប់ Google account អត់បើសិនជាជាប់ Google account ខ្ញុំនឹងប្រើឧបករណ៍ដើម្បី remove Google account វាទៀតអញ្ចឹងខ្ញុំនឹងថតវីដេអូមួយភាគផ្សេងទៀតអញ្ចឹងណាបាទនេះភាគទី1ត្រឹមប៉ុណ្ណឹងចុះបាទអរគុណ